ខ្ញុំបាទសូមលំអរកាយគោរពជំរាបសួរសម្ដេចទ្រង់អាដាមលោកស្រីនាងកញ្ញាប្រិមិត្តពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពរាប់អានបាទថ្ងៃនេះផងដែរគឺសូមនាំអារម្មណ៍របស់ពុកម៉ែបងប្អូនទាំងអស់គ្នាមកជួបជាមួយនឹងចំណាប់អារម្មណ៍របស់លោកសាស្ត្រាចារ្យបណ្ឌិតហុលរឿនបាទដែលលោកគឺជាអនុប្រធានរបស់សមាគមសហព័ន្ធវិនិយោគិនកម្ពុជាបាទហើយរូបលោកក៏ជានាយកប្រតិបត្តិនៃសមាគមអ្នកលក់ឱសថកម្ពុជាបាទជំរាបសួរលោកគ្រូបាទជំរាបសួរបាទសូមអធិស្ឋានសូមសួរលោកគ្រូថាចេះប៉ុន្មានថ្ងៃនេះខ្ញុំឃើញមានការផុសក៏ដូចជាមានការអំពាវនាវពីលោកសាស្ត្រាចារ្យបណ្ឌិតប្រធានផ្ទាល់បាទស្ដីពីការគៀងគរជំនួយក៏ដូចជាស្បៀងអាហារក៏ដូចជាបរិក្ខារពេទ្យផ្សេងហើយខ្ញុំឃើញមានការចូលរួមច្រើនមែនតើមិនថាបងប្អូនគាត់ជាអ្នកលក់ឱសថឬក៏ម្ចាស់សហសិប្បកម្មសហគ្រាសផ្សេងគឺមានចម្រុះគ្នាតែម្ដងហើយទន្ទឹមនឹងនេះដែរក៏មានឃើញការចូលរួមជាកម្លាំងក៏ដូចជាការបរិច្ចាគជាប្រកាសផ្សេងជាពិសេសនេះគឺក្រុមការងារយុវជនសេដ្ឋកិច្ចតែម្ដងបាទអញ្ចឹងសូមសួរលោកគ្រូថាតើសម្រាប់ការដែលគៀងគរចំនួននេះជាលើកទីប្រមាណហើយបាទអូខេអញ្ចឹងជាបឋមខ្ញុំបាទសូមគោរពដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាហើយនឹងបងប្អូនអាដាមលោកទេលោកស្រីនៅថ្នាក់ដឹកនាំសមាគមសហព័ន្ធវិនិយោគិនកម្ពុជាដែលមានអាដាមបណ្ឌិតសុរិនឌីជាប្រធានក្រុមប្រឹក្សាវិបាលអាដាមលីសភាពជានាយកប្រតិបត្តិសមាគមសហព័ន្ធវិនិយោគិនកម្ពុជាក៏ដូចជាសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជាថ្ងៃនេះខ្ញុំបាទក្នុងនាមជាអនុប្រធានសមាគមនិងជានាយកប្រតិបត្តិសមាគមអ្នកលក់ឱសថកម្ពុជាមានកិត្តិយសសូមជម្រាបជូនអំពីកញ្ចប់ជំនួយពីសប្បុរសជននានាដែលគាត់បានឧបត្ថម្ភតាមរយៈសមាគមដែលមានតារាង list ខ្ញុំនឹងរៀបចំរៀបរាប់ដូចខាងក្រោមទី1យើងមានវគ្គទី2បាទនៅក្នុងវគ្គទី2ជុំទី4នេះយើងមានថ្នាំពេទ្យចំនួន 1500 កញ្ចប់ដែលនៅខាងក្រោយនេះបាទហើយយើងមានជាទឹកលាងសម្លាប់មេរោគលាងសម្អាតលាងរបួសហើយជំនួយសាស្បែកចំនួន 5000 ដបយើងមានម៉ាស់បាទម៉ាស់យើងមានម៉ាស់បិទមុខបាទម៉ាស់ដែលការពារនេះការពារមេរោគបាក់តេរីនេះចំនួន 5000 ម៉ាស់ហើយយើងមានត្រីឆ្អើនេះចំនួន 2000 ចក្កៈយើងមានសម្ភារៈសិក្សាចំនួន 1000 សម្រាប់បាទ 1000 សម្រាប់បាទហើយយើងមាននំបាទយើងមាននំនៅក្នុងនេះបាទផងដែរគឺចំនួន 1000 កញ្ចប់ហើយនឹងមានសាច់ផាតចំនួន 160 កញ្ចប់បាទហើយខ្ញុំសូមបញ្ជាក់ផងដែរថាសម្ភារៈក៏ដូចជាបរិក្ខារពេទ្យថ្នាំពេទ្យបាទគ្រឿងឧបភោគបរិភោគទាំងអស់នេះបានមកពីបងប្អូនថ្នាក់សប្បុរសជននានាជាពិសេសគឺថ្នាក់ដឹកនាំសមាគមសហព័ន្ធវិនិយោគិនកម្ពុជាសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជានិងសមាគមសមាជិកសមាគមអ្នកលក់ឱសថកម្ពុជាបាទហើយក្នុងនោះដែរយើងខ្ញុំសូមរៀបរាប់បន្តិចអំពីសប្បុរសជនធំដែលគាត់បានផ្ដល់ទៅជាថ្នាំពេទ្យនិងបរិក្ខារពេទ្យបរិក្ខារពេទ្យសម្រាប់ទឹកសម្រាប់មេរោគនេះផ្ដល់ដោយរោងចក្រធំតូច Hypotech ដែលគាត់ផលិតសហការមួយប្រទេសជប៉ុនបច្ចេកវិទ្យារបស់ប្រទេសជប៉ុនយើងផលិតទៅជាទឹកសម្រាប់មេរោគនិងលាងសម្រាប់ប្រើប្រាស់សម្រាប់លាងរបួសបាទមានរោគសើស្បែកបាទហើយនឹងតបៅផ្សេងបាទដែលយើងនឹងយកផ្ដល់ជូនចូលពោះនឹងវគ្គបន្ទាប់ជួបមុខក៏ដូចជាបងប្អូនជនភៀសសឹកដែលសារសង្គ្រាមឈ្លានពាននេះបាទហើយបន្តមកទៀតយើងមានក្រុមហ៊ុនរយ៉ាកម្ពុជាដែលក្រុមហ៊ុនដែលជាអ្នកចែកចាយនៅសម្ភារៈសិក្សាមានខ្មៅដៃមានប៊ិចមានជ័រលុបមានដៃខួងមានសភៅផាត់ពណ៌ផ្សេងគាត់ជូនចំនួន 1000 សម្រាប់បាទ1000សម្រាប់គិតជាទឹកប្រាក់របស់គាត់គឺ $7000 ជាងហើយបន្តមកទៀតមានក្រុមហ៊ុន Blue Pharma គាត់បានឧបត្ថម្ភថ្នាំពេទ្យចំនួន 1000 សម្រាប់ហើយក្រុមហ៊ុន CH Life Pharma គាត់ក៏បានឧបត្ថម្ភជាថ្នាំពេទ្យចំនួន 1000 កញ្ចប់ផងដែរបាទអញ្ចឹងហើយបន្តមកទៀតយើងមានបងប្អូនយើងមួយចំនួនបាទដូចជាគ្រូកៅប៉ូលីដូចជាបងប្អូនក្រុមការងារយុវជនសេដ្ឋកិច្ចទាំងអស់គាត់បានឧបត្ថម្ភជារបស់របរប្រើប្រាស់ច្រើនបាទប្រើច្រើនដែលខ្ញុំរៀបរាប់នៅក្នុងតារាងមិញនេះបាទហើយសូមជំរាបផងដែរថាទឹកប្រាក់ដែលយើងសរុបជុំទី4វគ្គទី2ជុំទី4នេះគឺមាន $52,690 គឺគិតជាទឹកប្រាក់
ដែលយើងនៅខាងក្រៅនេះយើងបានរៀបចូលនៅក្នុងឡាងរួចស្រេចហើយសម្រាប់បកគោជូនទៅបងប្អូនវិរៈកងទ័ពជួរមុខក៏ដូចជាជនពិស័កដោយសារសង្គ្រាមឈ្លានពាន បាទឃើញថានេះដូចជាតាមខ្ញុំដឹងនេះគឺជាលើកទី2ហើយមែនទេហើយកន្លងមកនេះឃើញមានលើកទី1ហើយនឹង3 4ជុំបាទអញ្ចឹងចង់ឲ្យលោកសាស្ត្រាចារ្យបណ្ឌិតប្រធាននឹងជួយសរុបមើលថាតាំងពីវគ្គតង់ទី1ទី2ទី3ទី4សរុបទាំងវគ្គនេះបើគិតជាចំនួនទឹកប្រាក់អស់ប្រហែលជាប៉ុន្មានដែរបាទ បាទអញ្ចឹងជាថ្មីម្ដងទៀតយើងចាប់ដើមគីងកោតាំងពីសង្គ្រាមថៃឈ្លានពានតាំងពីលើកទី1ហ្នឹងខែកក្កដាហ្នឹងយើងបានធ្វើបន្តមកបាន3ដងហើយនេះគឺជាលើកទី4ហើយអញ្ចឹង3លើកមុនហ្នឹងគឺយើងប្រមូលគីងកោជាសម្ភារៈជាស្បៀងជាថ្នាំពេទ្យគិតជាទឹកប្រាក់ចំនួន$10,085ហើយវគ្គនៅទី4នេះជុំទី2វគ្គទី4នេះគឺយើងគិតជាបានប្រមូលជាថវិកានេះបានជាសម្ភារៈទីថ្នាំពេទ្យជាសម្ភារៈសិក្សាជាចំណីអាហារហ្នឹងបើគិតជាទឹកប្រាក់មិញគឺ$52,690យើងបានធ្វើចំនួន4លើកនេះបាទលើកទី1យើងបានជាសរុបជាថវិកាចំនួន$10,085ហើយនៅសរុបជាមួយនឹងលើកទី4នេះសរុបទៅទាំង4លើកនេះយើងគិតជាទឹកប្រាក់បាទគឺ$152,775បាទហើយសូមបញ្ជាក់ជាថ្មីម្ដងទៀតដែរទាំងជំនួយសរុបទាំងអស់នេះជាសម្ភារៈសិក្សាក្តីជាថ្នាំពេទ្យក្តីជាបរិក្ខារពេទ្យក្តីជាគ្រឿងឧបភោគបរិភោគក្តីគឺបានពីទទួលបានពីថ្នាក់ដឹកនាំសមាគមសហព័ន្ធយោគិនកម្ពុជាដែលមានឯកឧត្តមបណ្ឌិតសុរិន្ទឌីជាប្រធានក្រុមប្រឹក្សាវិបាលហើយឯកឧត្តមសាស្ត្រាចារ្យសមរកបណ្ឌិតលេងសុភាពជានាយកប្រតិបត្តិសមាគមសហព័ន្ធវិនិយោគិនកម្ពុជាក៏ដូចជាប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជារីឯខ្ញុំបាទនេះគឺយើងគៀងកោខ្លះពីសមាជិកសមាគមអ្នកលក់ឱសថកម្ពុជាបាទហើយបន្តមកទៀតគឺបញ្ចប់ពីតបពីវគ្គ4នេះខ្ញុំនៅតែបន្តទទួលនៅជាសម្ភារៈជាថ្នាំពេទ្យជាបរិក្ខារពេទ្យជាស្បៀងអាហារក្តីជាគ្រឿងប្រើប្រាស់ឧបករណ៍ប្រើប្រាស់ផ្សេងក្តីដូចជាការរបស់ប្រើប្រាស់ប្រចាំថ្ងៃគឺខ្ញុំនៅតែបន្តទទួលនៅអំណោយពីសប្បុរសជនពីត្រឹមងំទាំងអស់ហើយទាំងអស់នេះអំណោយរដ្ឋបាលទាំងអស់នេះគឺយើងយកទៅមកចំណែកទៅបងប្អូនវីរៈកងទ័ពជួរមុខហើយមកចំណែកទៀតជូនទៅបងប្អូនជនពិស័កដោយសារសង្គ្រាមឈ្លានពាននេះហើយហេតុអីបានយើងមានសម្ភារៈសិក្សានេះយើងបានកំណត់រួចហើយគឺយើងយកទៅជូនបងក្មួយដែលកំពុងតែរត់ភៀសខ្លួនមកតំបន់ទីសុវត្ថិភាពហើយយើងនឹងចែកជូនក្មួយនៅតំបន់ផ្ទាល់ឬក៏ក្មួយណាដែលភៀសខ្លួនទៅរៀននៅសាលាផ្សេងដែលគាត់ភៀសខ្លួនមកហើយគាត់ទៅបានចូលរៀននៅសាលាផ្សេងដោយខ្ញុំមើលតាម Facebook ទៅគាត់មានទៅរៀននៅសាលាផ្សេងទៀតដែលគាត់ស្ម័គ្រចិត្តហើយនឹងសុំលោកគ្រូចូលរៀនអញ្ចឹងខ្ញុំសូមពៀវនេះដែរបើសិនជាក្មួយពុកម្ដាយណាដែលមានភៀសខ្លួនហើយមានកូនទៅរៀនបានចូលរៀនហើយឬក៏បាននៅក្នុងកន្លែងណាមួយដែលគាត់ចង់បានសម្ភារៈសិក្សាយកទៅបន្តការសិក្សានេះហើយពីព្រោះថាខ្ញុំដឹងថាពេលដែលគាត់រត់មកនោះគឺមកតែខ្លួនទេពេលបងក្មួយខ្លះគឺអត់បានយកសម្ភារៈសិក្សាមកទេអញ្ចឹងហើយដើម្បីកាត់បន្ថយការសម្រាលបន្ទុកក្នុងការចំណាយកុំឲ្យគាត់ទិញទៀតអញ្ចឹងអាណាព្យាបាលឬក៏បងប្អូនអាចតំណងមកក្រុមការងារយើងខ្ញុំនឹងគោលជូនសម្ភារៈសិក្សានេះទៅតាមអ្វីដែលគាត់តម្រូវការពួកយើងមាន1000សម្រាប់បាទយើងមាន1000សម្រាប់អញ្ចឹងបងប្អូនឬក៏អាណាព្យាបាលឬក៏បងប្អូនផ្សេងទៀតដែលគាត់នៅក្នុងតំបន់កុមារដែលកំពុងភៀសខ្លួនឬក៏កុមារដែលភៀសខ្លួនហើយបានចូលទៅរៀននៅសាលាបឋមសិក្សាណាឬក៏កន្លែងណាមួយដែលគាត់ចង់បានសម្ភារៈសិក្សាសូមតាក់ទងមកក្រុមការងារយើងខ្ញុំនឹងជួបបកគលជូនទៅតាមតម្រូវការរបស់គាត់អរគុណច្រើនបាទឆ្លៀតក្នុងឱកាសនេះផងដែរសូមឆ្លៀតសួរទៅលោកសាស្ត្រាចារ្យបណ្ឌិតប្រធានថាតាក់ទងជាមួយនឹងថ្នាំពេទ្យគឺតើតែមានបញ្ជាក់បញ្ជាត្រឹមត្រូវអញ្ចឹងណាអញ្ចឹងជាចម្ងល់របស់ខ្ញុំសូមសួរទៅលោកប្រធានថានៅពេលដែលគាត់ទទួលបានហើយតើគាត់មិនដឹងថាថ្នាំណាសម្រាប់អីថ្នាំណាសម្រាប់អីអញ្ចឹងណាឃើញនៅក្នុងនេះគឺមានចម្រោះតែម្ដងបាទអញ្ចឹងសូមលោកជួយបកស្រាយបាទអញ្ចឹងសូមជាថ្មីបន្តទៀតខ្ញុំបាទសូមឆ្លើយនៅសំណួរបងប្អូនគាត់ថាថ្នាំពេទ្យជាទូទៅគឺមានវិជ្ជាជីវៈបានប្រើបានបាទអញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចថាថ្នាំពេទ្យយើងចែកជា2ថ្នាំពេទ្យប្រភេទមួយទៀតគឺគេហៅថា prescription medicine មានន័យថាតរមានវិជ្ជាជីវៈបានយើងអាចប្រើបានហើយដល់អ្វីដែលនៅកញ្ចប់ first aid របស់យើងនេះគឺមិនមែនជាថ្នាំពេទ្យដែលមានត្រូវការវិជ្ជាជីវៈទេ
គឺជាថ្នាំពេទ្យការប្រភេទ OTC over the counter drug មានន័យថាឲ្យតែគាត់មើលតាមការណែនាំទៅគាត់អាចប្រើបានហើយព្រោះអីថ្នាំនេះមិនមែនជាថ្នាំវិជ្ជបញ្ជាទេគឺជាថ្នាំដែលសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃបានឧទាហរណ៍ថាថ្នាំប្រភេទមួយនេះគឺបានទទួលការឧបត្ថម្ភពីក្រុមហ៊ុន Pharma នេះទៅសេប៉ារ៉ាសេតាមុលអញ្ចឹងប៉ារ៉ាសេតាមុលនេះយើងទៅសេឲ្យគឺថ្នាំសម្រាប់បញ្ចុះកម្ដៅនិងបំបាត់ការឈឺចាប់លេខ650អញ្ចឹងយើងទៅសេច្បាស់នៅលើនេះគឺពេលដែលគាត់ទទួលបានមកប្រទាំងទៅគឺយើងទៅសេដាក់ថាពិសាហៅរូបមួយថ្ងៃ3ដងបាទនៅពេលដែលគាត់ឈឺដូចជាឈឺក្បាលឈឺសាច់ដុំឈឺអីទេបាទហើយប្រភេទមួយទីនេះទៀតគឺម៉ាស់សម្រាប់ដែលគាត់ក្មួយកូនក្មេងដែលគាត់អាចប្រើប្រាស់ពាក់សម្រាប់ការពារធូលីការពារមេរោគបាក់តេរីអីបាននៅពេលគាត់នៅនោះហើយសម្រាប់នេះកញ្ចប់នេះវិញគឺកញ្ចប់បិទការពារមូសនិងសត្វអត់ខាំបាទនេះគឺចាំបាច់ណាស់នៅក្នុងកន្លែងដែលជនពិស័កគឺជាទូទៅគឺនៅកណ្ដាលវាលបាទអញ្ចឹងហើយខ្ញុំមួយណាស់ហើយយើងខំប្រម៉ែប្រមូលពីណែបងប្អូនយើងដែលជាសប្បុរសជនបានចំនួន200ជាងប្រទេសបាទអញ្ចឹងទៅពេលបានទៅគាត់យើងទៅសេច្បាស់ហើយនៅលើនេះថាឲ្យគាត់ប្រើយ៉ាងម៉េចបាទឲ្យគាត់បិទដើម្បីការពារហើយមួយទៀតដូចជានេះបាទនេះទឹកទឹកសម្រាប់មេរោគនេះគឺយើងមានតែសេណែនាំលើនេះស្រាប់ហើយថាពេលទទួលបានមួយដបនេះអត្ថប្រយោជន៍យ៉ាងម៉េចហើយប្រើយ៉ាងម៉េចហើយយើងបានសរសេរលើនេះហើយអត្ថប្រយោជន៍យើងគឺជាទឹកលាងសម្លាប់មេរោគបាក់តេរីការពារជំងឺសើស្បែកលមាស់លាងរបួសដង្បើកមបាទអញ្ចឹងយើងសរសេរលើនេះហើយគាត់ប្រើទៅគាត់បើកទៅគាត់បាញ់លាងសម្អាតលើដៃលើអីចឹងទៅបាទហើយកន្លែងណាដែលគាត់មានកមលមាស់មានអាឡែហ្ស៊ីអីគាត់អាចប្រើបានហើយថ្នាំអស់នេះគឺជាថ្នាំធម្មតាទេបាទគេថ្នាំប្រើប្រាស់ប្រចាំថ្ងៃទេដូចយើងពេលគ្រុនក្តៅពេលអីយើងទៅទិញនៅ pharmacy ធម្មតាទេមិនចាំបាច់វិជ្ជបញ្ជាទេបាទហើយបើថ្នាំវិជ្ជបញ្ជាអានឹងយើងអាចចែកបានទេតើតើគាត់ទៅពេទ្យហើយពេទ្យលោកអញ្ចឹងដិតគាត់ចេញវិជ្ជបញ្ជាបានយើងអាចគាត់ប្រើបានតែចំណែកកញ្ចប់នេះគឺជាកញ្ចប់ first aid គឺអាចប្រើប្រាស់បានធម្មតាបាទឲ្យតែប្រើទៅតាមអ្វីដែលគេទៅសេណែនាំទៅលើនឹងទៅបាទអញ្ចឹងសម្រាប់កញ្ចប់នេះហៅថាកញ្ចប់ first aid បើនិយាយពីពាក្យខ្មែររបស់យើងកញ្ចប់បឋមបាទសម្រាប់បឋមសង្គ្រោះបឋមអញ្ចឹងចង់ជំរាបទៅជាពិសេសហ្នឹងពុកម៉ែបងប្អូនរបស់យើងដែលគាត់បានទទួលកញ្ចប់អំណោយនេះហើយអញ្ចឹងអត់ដឹងថាប្រើថាមិនអញ្ចឹងណាតែឥឡូវលោកបណ្ឌិតគាត់បានបកស្រាយអស់ហើយឃើញថាពិតជាពិសេសហើយចាំបាច់មែនតើអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងនោះគឺតកតងជាមួយនឹង hypochlorite នេះពិតជាចាំបាច់មែនតើមិនថាក្មេងចាស់ប្រុសស្រីកុមារីឬក៏បងប្អូនវីរៈកងទ័ពឬក៏បងប្អូនជនភេសជ្ជៈទេគឺសិតតែជាតម្រូវការចាំបាច់តែម្ដងក្នុងការប្រើប្រាស់ប្រចាំថ្ងៃបាទគឺវាមានអត្ថប្រយោជន៍ក្នុងការលាងសម្អាតក៏ដូចជាសម្លាប់នៅបាក់តេរីផ្សេងដើម្បីការរីករាលដាលក៏ដូចជាជួយបំបត្តិក្លិនក៏ដូចជាតកតងជាមួយនឹងរោគរមាស់សើស្បែកផ្សេងមកដែរបាទអាស្រ័យហេតុដូច្នេះសម្រាប់ពុកម៉ែបងប្អូនដែលមានអាការៈដូចខ្ញុំរៀបរាប់ខាងលើអាចតំណែងតំណងជាមួយនឹង hypo យកទៅប្រើប្រាស់បានបាទជាចុងក្រោយនេះក្នុងនាមរូបលោកសាស្ត្រាចារ្យបណ្ឌិតប្រធានជាថ្នាក់ដឹកនាំនៃសមាគមវិនិយោគិនកម្ពុជាក៏ដូចជាថ្នាក់ដឹកនាំនៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចតើរូបលោកមានជាយន្តការឬក៏មានអីចង់ផ្ដាំផ្ញើដល់ពុកម៉ែបងប្អូនរបស់យើងជាពិសេសគឺយុវជនសេដ្ឋកិច្ចក៏ដូចជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតែម្ដងបាទអរគុណបាទចឹងជាថ្មីម្ដងទៀតខ្ញុំសូមផ្ដាំផ្ញើជូនទៅដល់បងប្អូនដែលជាវិនិយោគិនពាណិជ្ជករអាជីវករបាទផលិតករអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធសូមបន្តពហិការនៅផលិតផលទំនិញរបស់ប្រទេសថៃប្រទេសចៅនេះយើងសូមបន្តពហិការឬក៏យើងឈប់ប្រើជារៀងរហូតតែម្ដងដោយសារតែយើងចង់ផ្ដាំផ្ញើទៅកាន់ប្រទេសថៃយើងនៅប្រទេសប្រជាពលរដ្ឋកម្ពុជានឹងបន្តនឹងមិនគ្រប់គ្រងផលិតផលនិងសេវាកម្មរបស់ប្រទេសថៃជារៀងរហូតបាទព្រោះហើយខ្ញុំក៏សូមផ្ដាំផ្ញើដែរចំពោះបងប្អូនផលិតករជាពិសេសអ្នកផលិតក្នុងស្រុកដែលជាគ្រឿងឧបភោគបរិភោគបរិក្ខារផ្សេងៗរបស់ប្រើប្រាស់ផ្សេងៗសូមពង្រឹងទាំងគុណភាពទាំងសេវាកម្មឲ្យកាន់តែល្អកាន់តែប្រសើរដើម្បីទាញយកទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋកម្ពុជាហើយបងប្អូនប្រជាពលរដ្ឋកម្ពុជាខ្ញុំក៏លេចឃើញថាសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋកម្ពុជាកំពុងតែពហិការមិនប្រើប្រាស់របស់សៀមហើយងាកមកគ្រប់គ្រងផលិតផលរបស់ខ្មែរ
តួយ៉ាងដូចជាថ្ងៃនេះយើងក៏មិនបានប្រើផលិតផលប្រទេសថៃណាមួយចៅសៀមណាមួយក្នុងការយកមកធ្វើជាអំណោយមនុស្សធម៌គឺយើងមិនយកជាដាច់ខាតហើយក៏យើងខ្ញុំតែងតែណែនាំដល់បងប្អូនយុវជនទាំងអស់ដែលអ្នកប្រើប្រាស់ទាំងអស់បងប្អូនប្រជាប្រដ្ឋខ្មែរទាំងអស់សូមយើងមានអំណាចមួយគឺអំណាចប្រឆាំងឈប់ទិញផលិតផលសៀមធ្វើឲ្យវាសៀមដាច់សេដ្ឋកិច្ចមិនពាក់ព័ន្ធនឹងការផ្ដល់ជាលក្ខណៈសេដ្ឋកិច្ចឲ្យទៅប្រទេសសៀមដូចខាងមុនព្រោះនេះគឺជាអាវុធតែមួយគត់ដែលប្រជាប្រដ្ឋដែលបងប្អូនយើងជនស៊ីវិលដែលយើងជាប្រជាប្រដ្ឋធម្មតាអាចប្រឆាំងជាមួយចៅឆ្លៀនពៀនគឺយើងប្រឆាំងដោយផ្ដាច់ការតម្លាក់តំណងផ្នែកសេដ្ឋកិច្ចតែម្ដងបងប្អូនដែលជាវិនិយោគិនពាណិជ្ជករអាជីវករអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងប្រជាជាតិកម្ពុជាទាំងអស់បាទសូមបងប្អូនបន្តនៅការរកស៊ីទទួលទានវិនិយោគឬក៏ចលនាសេដ្ឋកិច្ចយើងត្រូវតែធ្វើជាប់ជានិច្ចជាពិសេសគឺដោយខ្ញុំជាដើមខ្ញុំមានរោងចក្រធុនតូចផលិតចំណីអាហាររោងចក្រធុនតូចផលិតជីថ្នាំកសិកម្មបាទហើយមានរោងចក្រធុនតូចផលិតបរិក្ខារពេទ្យនេះអញ្ចឹងយើងត្រូវតែពង្រឹងនិងពង្រីកចលនាសេដ្ឋកិច្ចជាតិយើងឲ្យកាន់តែរឹងមាំបាទយើងតតែយើងខ្មែរយើងខ្លាំងខ្មែរយើងអាចផលិតនៅអ្វីគ្រប់យ៉ាងដែលយើងអាចប្រើប្រាស់បានប្រចាំថ្ងៃហើយសេដ្ឋកិច្ចខ្មែរយើងរឹងមាំទើបប្រទេសយើងមានការរីកចម្រើនហើយនឹងមិនមានជនបរទេសណាឬក៏ប្រទេសណាជាពិសេសគឺប្រទេសថៃនេះឯងដែលតែងតែមើលងាយមើលខ្មែរយើងនេះជាយូរណាស់មកហើយមិនត្រឹមតែឥឡូវទេបើជននៅជួរក្រោយនេះមិនបំភ្លេចបងប្អូនឬក៏មិនបំភ្លេចគុណវរៈកងទ័ពយើងដែលកំពុងតែតស៊ូយ៉ាងស្វិតស្វាញនៅឯសមរភូមិជួបមុខប្រឆាំងនឹងជនឈ្លានពានដ៏សាហាវព្រៃផ្សៃនេះពួកយើងខ្ញុំនេះយើងនឹងប្រម៉ែប្រមូលព្យាយាមគៀងគរនៅជំនួយដើម្បីជំរុញជូនទៅដល់បងប្អូនដែលកំពុងតែតស៊ូជាមួយសង្គ្រាមឈ្លានពាននេះហើយយើងនឹងបន្តធ្វើតទៅទៀតបាទទាំងក្រុមការងារទាំងអស់គាត់នឹងទាំងកម្លាំងកាយកម្លាំងចិត្តធនធានថវិកាយើងចូលរួមជាមួយនឹងបងប្អូនដើម្បីការពារទឹកដីរបស់យើងដើម្បីការពារប្រជាជនរបស់យើងកុំឲ្យមានការឈ្លានពានចេះតទៅទៀតបាទអញ្ចឹងហើយប្រទេសកម្ពុជានេះយើងចង់បានតែសន្តិភាពទេនៅកន្លែងណាក៏យើងមានឃើញស្លាកដាក់ថាអរគុណសន្តិភាពដែរប៉ុន្តែប្រទេសជិតខាងរបស់យើងនេះជាពិសេសគឺប្រទេសថៃនេះកំពុងឈ្លានពាននេះទាំងក៏ក្លឿនហើយប្រើសិទ្ធិអាវុធធនធ្ងន់ឲ្យប៉ះពាល់ដល់បងប្អូនដែលជាជនស៊ីវិលដែលជាកុមារយើងមានការជួយចាប់ណាស់នៅពេលដែលឃើញនៅប្រទេសកំពុងតែឈ្លានពានហើយធ្វើបាបប្រជាជនយើងធ្វើបាបដល់កុមាររបស់យើងហើយយើងសូមអំពាវនាវដល់ទៅអន្តរជាតិសូមមេត្តាថ្កោលទោសហើយនឹងមើលអំពីអំពើឈ្លានពានដល់ប្រទេសផ្សេងនេះហើយនឹងថ្កោលទោសប្រទេសថៃដែលកំពុងតែបំពានច្បាប់ទាំងជាតិទាំងអន្តរជាតិហើយយើងសូមតែសក់ទេហើយសូមអង្គការអន្តរជាតិសូមប្រទេសមួយចំនួនដែលជួយដល់ប្រទេសកម្ពុជាផងហើយពីព្រោះថាប្រទេសកម្ពុជានេះសូមតែយុត្តិធម៌ហើយនឹងសូមតែសន្តិភាពទេយើងត្រូវការតែសន្តិភាពទេយើងអត់ត្រូវការសង្គ្រាមទេបាទសូមអរគុណសម្រាប់អនុសាសន៍ដ៏មានតម្លៃបាទជាកិច្ចចុងក្រោយនេះគឺពិតជាសំខាន់មែនតើបាទថាវីរៈជនកងទ័ពដ៏អង្អែលក្លាហានរបស់យើងគឺមិនឯកានោះទេហើយជាពិសេសនេះគឺបងប្អូនភាគសឹកក៏ដូចគ្នាដែរគឺមានពួកយើងបាទដែលជាក្រុមការងារយុវជនដែលនៅពីខាងក្រោយបាទថានឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីចូលរួមបាទជាមួយនឹងលោកសាស្ត្រាចារ្យបណ្ឌិតប្រធានបាទដើម្បីគៀងគរជាបន្តទៅទៀតបាទថានៅពេលដែលយើងបញ្ជូនទៅវគ្គនេះមកតង់ហើយគឺយើងមិនឈប់ត្រឹមនេះទេមែនទេបាទគឺយើងនៅតែបន្តទៅមុខទៅទៀតគឺអត់ឈប់ឈរនោះទេបាទថាយើងនៅតែបំរុងណាបាទថាយើងនៅតែត្រូវការប្រើព្រោះអីតាក់ទងជាមួយនឹងថ្នាំពេទ្យក៏ដូចជាស្បៀងទាំងអស់នេះគឺសិតតែជាតម្រូវការប្រចាំថ្ងៃតែម្ដងបាទហើយក្នុងនាមរូបលោកគឺជាថ្នាក់ដឹកនាំបាទថាជាអនុប្រធានរបស់សមាគមសហព័ន្ធវិនិយោគិនកម្ពុជាហើយឃើញថាឲ្យតែជាតិត្រូវការខណៈប្រទេសជាតិមានទុកលំបាកគឺតែងតែមានរូបលោកមានវត្តមានជានិច្ចបាទជាចុងក្រោយនេះក៏សូមអរគុណដល់លោកសាស្ត្រាចារ្យបណ្ឌិតប្រធានដែលចំណាយពេលវេលាដ៏មានតម្លៃផ្ដល់បទសម្ភាសន៍ដល់ក្រុមការងាររបស់យើងខ្ញុំបាទសូមគោរពជូនពរដល់លោកសាស្ត្រាចារ្យបណ្ឌិតប្រធានក៏ដូចជាពុកម៉ែបងប្អូនជនរួមជាតិទាំងអស់សូមឲ្យរកស៊ីទទួលទានមានបានជួបប្រទះតែពុទ្ធពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិធានៈផងដែរបាទសូមអរគុណសូមជម្រាបលា
រឿងរ៉ាវរបស់លោកអ្នកគឺជាចក្ខុវិស័យរបស់យើងខ្ញុំ